បាទសួស្តីលោកបងតាតាគោអ្នកត្រាស់ដឹង11ដែលជាម្ចាស់ស្ថាបនិកក្លឹបអ្នកត្រាស់ដឹងក៏ដូចជាសួស្តីដល់សមាជិកអ្នកនៅក្នុងក្លឹបអ្នកត្រាស់ដឹងទាំងអស់គ្នាក៏ដូចជាសមាជិកនៅក្នុងក្លឹបវិទ្យាសាស្ត្រត្រាស់ដឹងសកលទាំងអស់គ្នាខ្ញុំបាទសំណាងគឺជាសហអ្នកនិពន្ធសិភៅវិទ្យាសាស្ត្រត្រាស់ដឹងសកលថ្មីដែលសក្ការជាមួយនឹងលោកបងតាទីកូថ្ងៃនេះខ្ញុំមានអកំបាំងខ្ញុំមានប្រធានបទមួយដែលជារបបកំហើយថ្មីដែលខ្ញុំទើបតែរកឃើញនៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងរបស់ប្រវត្តិសាស្ត្រខ្មែរយើងរបស់កតេបណ្ឌិតរបស់បុព្វបុរសយើងដែលនិយាយអំពីរូបបាយ័នរបបកំហើញថ្មីនោះបានបង្ហាញឃើញថារូបបាយ័នមិនមែនជារូបព្រំមុខ4ហើយមុខបនរបស់បាយ័នក៏មិនមែនតំណាងឲ្យព្រំលិហិធម៌ទាំង4ដែលមាននៅក្នុងមេរៀនពុទ្ធសាសនាថេរវាទដែរអញ្ចឹងថ្ងៃនេះយើងនឹងទៅស្វែងយល់ថាតើរូបបាយ័ននោះគឺជារូបអ្វីបើមិនមែនជារូបព្រំតើជារូបព្រះអ្វីហើយមុខ4មានន័យដូចម្ដេចហេតុអីបានជាព្រះបាទជ័យវរ្ម័នទី7ដ៏អស្ចារ្យរបស់យើងបង្កើតនៅប្រាសាទតាព្រំនឹងឡើងតើនៅក្នុងគោលបំណងអ្វីបាទគេហៅថាប្រាសាទអង្គរធំហ្នឹងបាទប្រាសាទអង្គរធំក៏ពីអង្គរទូញអញ្ចឹងយើងនៅតែស្វែងយល់អំពីអកំបាំងនោះទាំងអស់គ្នាជាទូទៅមនុស្សយើងតែងតែយល់ច្រឡំអំពីរូបបាយ័នសូម្បីតែខ្ញុំខ្លួនឯងក៏មានការយល់ច្រឡំដែរថារូបបាយ័នហ្នឹងគឺជារូបព្រំមុខ4គឺជារូបដែលតំណាងឲ្យព្រហ្មហេតុទាំង4ប៉ុន្តែបន្ទាប់ពីខ្ញុំស្រាវជ្រាវស៊ីជម្រៅមកបានរកឃើញថារូបបាយ័ននោះមិនមែនជារូបព្រំមុខ4ទេហើយមុខ4របស់បាយ័ននោះក៏មិនមែនតំណាងឲ្យព្រហ្មលិហិធម៌ទាំង4ដែលយើងទូទៅតែគិតទេអញ្ចឹងថ្ងៃនេះយើងត្រូវទៅស្វែងយល់អំពីកំបាំងនោះទាំងអស់គ្នាព្រោះដោយសារវាជាអត្តសញ្ញាណរបស់ជនជាតិខ្មែរយើងវាជាដួងព្រលឹងរបស់បុព្វបុរសយើងវាជាកតេបណ្ឌិតត្រាស់ដឹងរបស់បុព្វបុរសខ្មែរយើងវាជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងបើយើងជាកូនខ្មែរហើយយើងមិនដឹងថាបុព្វបុរសយើងកសាងរូបនោះគឺជារូបអ្វីផងនោះហើយគឺការមិនស្គាល់នៅខ្លួនឯងមិនស្គាល់នៅអត្តសញ្ញាណជាតិរបស់ខ្លួនឯងនៅពេលដែលបរទេសគេកោតស្ញប់ស្ញែងអំពីស្នាដៃដ៏អស្ចារ្យកតេបណ្ឌិតដ៏អស្ចារ្យរបស់បុព្វបុរសយើងគេខំសិក្សាស្វែងយល់អំពីបុព្វបុរសយើងឯកូនខ្មែរយើងខ្លួនឯងបែរជាមិនយល់មិនដឹងអំពីរឿងនេះវាហាក់ដូចជាយើងអត់ស្គាល់ពីជាតិសាសន៍ខ្លួនឯងក៏ដូចជាអត់ស្គាល់ពីខ្លួនឯងដែរដូច្នេះហើយបានជាខ្ញុំលើកប្រធានបទនេះឡើងដើម្បីចែកម្លែកទុកជាទស្សនៈកតេបណ្ឌិតទុកឲ្យបងប្អូនគិតពិចារណានិងស្វែងយល់អំពីអកំបាំងឬរូបតំណាងឲ្យបាយ័ននោះគឺជារូបអ្វីហើយតើរូបនោះមានអត្ថន័យបែបម៉េចបើវាមិនមែនជារូបព្រំបើវាមិនមែនតំណាងឲ្យព្រហ្មហត្ថទាំង4ព្រហ្មហេតុធម៌ទាំង4តើរូបនោះគឺតំណាងឲ្យអ្វីបាទអញ្ចឹងបើយើងមើលក្នុងប្រវត្តិសាស្ត្ររបស់យើងខ្ញុំចង់បែងចែកឲ្យដាច់
rồi viên ở ấy đây cái hai tha Angkor Wat đây giờ hai tha Angkor tu nâng hai nâng Angkor Thom đại miền Pasat Tập Prum miền Pasat này nè này còn nâng được chỉ Pasat Bắc Han đôi chỉ Pasat cái hai Tập Prum ấy mà nhưng Pasat Angkor Thom nâng chứ Pasatទាំងពីរនេះគឺសាងសង់នៅក្នុងសម័យកាលខុសគ្នាហើយសាងសង់នៅក្នុងលទ្ធិសាសនាខុសគ្នាបើយើងនិយាយពីអង្គរវត្តហ្នឹងបេតិកភណ្ឌពិភពលោកបាទលេខ1បច្ចុប្បន្នហ្នឹងគឺជាស្នាដៃកសាងនៅក្នុងលទ្ធិព្រាហ្មណ៍លទ្ធិនៅពេលដែលខ្មែរយើងកាន់លទ្ធិព្រហ្មញ្ញសាសនាហើយយើងកសាងអង្គរវត្តនេះឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុបាទព្រះវិស្ណុដែលជាលោកេស្វរៈនៅក្នុងព្រហ្មញ្ញសាសនាបាទជាព្រះមួយដែលជាលោកេស្វរៈក្នុងព្រហ្មញ្ញសាសនានៅក្នុងព្រហ្មញ្ញសាសនាក៏គេមានលោកេស្វរៈដែរគេមកឈ្មោះថាអ៊ីស្វរៈបាទអ៊ីស្វរៈហ្នឹងគឺជាព្រះដែលបង្កើតលោកទៅទៀតខ្ញុំនឹងនិយាយរឿងអ៊ីស្វរៈនៅក្នុងព្រហ្មញ្ញសាសនាឲ្យបងប្អូនស្ដាប់ថាតើអ៊ីស្វរៈម្ចាស់នៃពិភពលោកនេះបង្កើតពិភពលោកដោយរបៀបណាបាទហ្នឹងគឺជារឿងនិទានរបស់លោកេស្វរៈនៅក្នុងព្រហ្មញ្ញសាសនាតែអ្វីដែលខ្ញុំចង់បង្ហាញនេះខ្ញុំចង់បង្ហាញអំពីប្រាសាទអង្គរតូចនិងអង្គរធំគឺកសាងនៅក្នុងសម័យកាលខុសគ្នាហើយកសាងនៅក្នុងលទ្ធិសាសនាខុសគ្នានៅសម័យដ៏រុងរឿងបំផុតរបស់ព្រហ្មញ្ញសាសនាគឺសម័យអង្គរវត្តហ្នឹងហើយគឺសម័យដែលជនជាតិខ្មែរយើងបង្កើតភាពអស្ចារ្យនៅលើផែនដីកសាងអង្គរវត្តនៅលើផែនដីហ្នឹងហើយដែលជាតម្រង់ដែលជាផុសតាងបង្ហាញនៅភាពអស្ចារ្យនៃការរកឃើញព្រះរបស់ដូនតាខ្មែរយើងតាមរយៈព្រហ្មញ្ញសាសនាបាទនោះគឺជាការត្រាស់ដឹងមួយនៅក្នុងមនុស្សជាតិដែលជនជាតិខ្មែរយើងអាចសម្រេចបាននៅសម័យនោះបន្ទាប់មកឆ្លងកាត់សម័យកាលមកដល់សម័យកាលព្រះបាទជ័យវរ្ម័នទី7គឺព្រះអង្គកសាងអង្គរធំឡើងបាទដែលមានបាយ័នប្រាសាទបាយ័នមានប្រាសាទបខណ្ឌប្រាសាទតាព្រំជាមួយគ្នាហ្នឹងបាទអញ្ចឹងប្រាសាទបាយ័នប្រាសាទអង្គរធំនេះគឺជាប្រាសាទនៅក្នុងលទ្ធិព្រះពុទ្ធសាសនាបាទពុទ្ធសាសនាមហាយានទៅទៀតបាទមិនមែនពុទ្ធសាសនាថេរវាទទេពុទ្ធសាសនាមហាយានអញ្ចឹងបើយើងនិយាយពីសាសនានៅក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរយើងសុទ្ធតែអ្នកប្រតិបត្តិសាសនាដល់កម្រិតកម្ពស់មិនថាព្រហ្មញ្ញសាសនាដែលយើងមានអង្គរវត្តមិនថាប្រាសាទបាយ័នអង្គរធំហ្នឹងដែលមានព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺកសាងប្រាសាទទាំងអស់នេះនៅក្នុងលទ្ធិពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាមហាយានរីកចម្រើនទៅដល់ចំណុចកំពូលនៅសម័យជ័យវរ្ម័នទី7យើងហ្នឹងហើយដែលជាជនជាតិខ្មែរដែលធ្វើឲ្យសាសនានេះឡើងដល់ចំណុចកំពូលបាទសាសនាព្រះពុទ្ធសាសនាមហាយានអញ្ចឹងដូចយើងបានដឹងហើយព្រះបាទជ័យវរ្ម័នទី7ព្រះអង្គកសាងប្រាសាទបាយ័នឡើងគឺរូបនោះមិនមែនជារូបរបស់ព្រហ្មទេបាទការដែលនិយាយថារូបបាយ័នគឺជារូបព្រហ្មការដែលនិយាយថារូបបាយ័នគឺជាមុខ4តំណាងឲ្យព្រហ្មវិហារធម៌ទាំង5ទាំង4នៅក្នុងពុទ្ធសាសនាថេរវាទនេះគឺគ្រាន់តែជាការបកស្រាយคล้ายនៅចំនួនក្រោយនោះទេប៉ុន្តែមិនមែនជាខ្លឹមសារដើមអត្ថន័យដើមអត្ថន័យពិតនៃការកសាងរូបបាយ័ននេះឡើយក៏ពិត
រូបបាយ័ននេះមិនមែនជារូបព្រំទេអាកំបាំងនោះត្រូវបានបង្ហាញសារជាថ្មីតាមរយៈការរកឃើញថ្មីឃើញថាអ្នកជំនាញខាងគេហៅថាបុរាណសាស្ត្រគេបានវិភាគលើទ្រង់គ្រឿងបាទទ្រង់គ្រឿងរបស់រូបបាយ័ននេះគេឃើញថាទ្រង់គ្រឿងនេះមិនមែនជារូបព្រំទេបាទអ្នកនៅក្នុងរចនាបថនៃការកសាងប្រាសាទគេមើលឃើញគេដឹងថារូបព្រំគេទ្រង់គ្រឿងបែបម៉េចមានមកុដបែបម៉េចបាទមានគេហៅថាគ្រឿងលម្អគ្រឿងទ្រង់បែបម៉េចបាទអញ្ចឹងតាមរយៈការវិភាគទៅលើរូបបាយ័នយើងគេឃើញថារូបទ្រង់គ្រឿងរបស់បាយ័នយើងមិនមែនទ្រង់គ្រឿងរបស់ព្រះព្រំទេបាទដូច្នេះហើយបានជាគេរកឃើញការសន្និដ្ឋានថាការដែលព្យាយាមយកបាយ័នរបស់យើងនោះមកជំនួសជារូបព្រំនេះគ្រាន់តែជាការបកស្រាយคล้ายបន្លំខ្លឹមសារដើមក្នុងទម្រង់ដើម្បីឲ្យស៊ីនៅបរិបទសង្គមបច្ចុប្បន្នដែលយើងកំពុងតែកាន់ព្រះពុទ្ធសាសនាថេរវាទទេប៉ុន្តែប្រាសាទបាយ័ននេះគឺកសាងឡើងនៅក្នុងលទ្ធិមហាយានមិនមានរូបតំណាងឲ្យព្រំដូចក្នុងមេរៀនមហាយានទេថេរវាទទេហើយរូបនេះទៀតសោតរចនាបថនេះបាទខ្ញុំទៅតែរីសើចពីមុនបានខ្ញុំដឹងថារូបនេះគឺជារូបលោកេស្វរៈដែលជាព្រះពោធិសត្វ of compassion ជាព្រះពោធិសត្វដែលធំជាងគេគឺជាបុគ្គលត្រាស់ដឹងដែលចាប់បដិសន្ធិមកជួយសង្គ្រោះនៅលើពិភពលោកយើងទៅបាទអញ្ចឹងលោកេស្វរៈនេះគឺជារូបរបស់បាយ័នហ្នឹងហើយព្រះលោកេស្វរៈនេះគឺជារូបរបស់ព្រះបាទជ័យវរ្ម័នទី7របស់យើងហ្នឹងរូបស៊ីនរបស់ព្រះអង្គជ័យវរ្ម័នទី7យើងហ្នឹងគឺទ្រង់គ្រឿងបានន័យថាបពៈមកុដបពៈអីមានផ្កាឈូកបាទបើយើងមើលលើរូបសម្ដេចរបស់បាយ័នយើងឃើញនៅលើក្បាលបាយ័នមានផ្កាឈូកមានអីគឺអាហ្នឹងគឺតំណាងអីតំណាងឲ្យទ្រង់គ្រឿងរបស់លោកេស្វរៈឬក៏ព្រះពោធិសត្វនៃ compassion ព្រះពោធិសត្វដែលមានសេចក្តីមេត្តាបាទកើតមកចាប់បដិសន្ធិលើផ្លូវលោកដើម្បីជួយសង្គ្រោះឃើញទេអានឹងនៅក្នុងប្រពៃណីមហាយានប្រពៃណីពុទ្ធសាសនាមហាយានលោកេស្វរៈនេះគឺជាព្រះពោធិសត្វដែលចូលមករំដោះនៅក្នុងបាទលោកយើងនឹងហើយបាទកើតនៅលើលោកហើយកើតនៅសំបីតែនៅក្នុងប្រពៃណីរបស់មហាយានសំបីតែព្រះកតមាប៊ូដានេះដែលនៅឥណ្ឌាហ្នឹងក៏ជាលោកេស្វរៈដែរបាទចឹងហើយបានជានៅក្នុងមហាយានហើយនៅថេរវាទបើយើងនិយាយពីព្រះពុទ្ធគឺគេមានអត្ថន័យខុសគ្នានៅក្នុងថេរវាទបើសិនជាយើងនិយាយពីព្រះពុទ្ធយើងជាប់ជាមួយបុគ្គលច្រើនបាទបើយើងនិយាយពីព្រះពុទ្ធគឺយើងជាប់ជាមួយកតមាប៊ូដានោះបាទកតមាប៊ូដានោះដែលនៅប្រទេសឥណ្ឌានោះបាទប៉ុន្តែនៅក្នុងការមើលឃើញនៅក្នុងលទ្ធិមហាយានគេអត់មើលឃើញព្រះពុទ្ធជាកតមាប៊ូដាទេបាទតែគេមើលឃើញពុទ្ធកតមាប៊ូដានឹងគឺជាបុគ្គលដែលទទួលបញ្ញាពីព្រះពុទ្ធអញ្ចឹងព្រះពុទ្ធនៅក្នុងមហាយានមិនមែនជាបុគ្គលទេបាទដែលយើងនិយាយថា
Buddha Amita đó mình mến chi bộ cô đi mà chi pranya nhà là bỏ thọ chi sạch chạp hiệp thấy nhé chi sạch chạp hiệp và bút nó trong Maha Diên nó cứ chi sạch chạp hiệp và rồi hai tha tật tha cốt đôi con tật tha hiệp tật tha tật tập hiệp nó bị không ai nhớ bên đây thầm mày bị tật tha tập hiệp nó bên đây tha sạch chạp hiệp cá bật ai tật tha cốt bên đây thầm mày bên đây thầm bọc cố đái bọc căn nó sạch chạp hiệp rồi còn score nó sạch chạp hiệp thấy nhéเห็น chắc នៅក្នុងប្រពៃណីមហាយានព្រះពុទ្ធគឺជាធម្មជាតិត្រាស់ដឹងព្រះពុទ្ធគឺជាសច្ចភាពតែម្ដងហើយន័យនេះស្របគ្នាជាមួយនឹងនៃសាសនាដទៃសូម្បីតែព្រះយេស៊ូវគ្រីស្ទក៏ព្រះអង្គនិយាយថា I am the way I am the truth ឃើញទេព្រះអង្គចង់និយាយថាម៉េចចង់និយាយថាខ្ញុំគឺជាផ្លូវខ្ញុំគឺជាអីខ្ញុំគឺជាការពិតអញ្ចឹងនៅក្នុងលទ្ធិមហាយានព្រះពុទ្ធគឺសំដៅលើការពិតណាប៉ុន្តែការពិតនោះបានធ្លាក់មកដល់លើផែនដីតាមរយៈអីតាមរយៈព្រះពោធិសត្វ of compassion ព្រះពោធិសត្វលោកេស្វរៈហើយម្ចាស់នៃពិភពលោកលោកេស្វរៈហើយអញ្ចឹងនៅក្នុងមហាយានយើងឃើញថាអត្តន័យប្រពុតរបស់គេគឺអត់មានជាប់បុគ្គលទេតែជាសច្ចភាពនៃធម្មជាតិហើយសច្ចភាពនៃធម្មជាតិនោះគឺសំដែងគឺលេចខ្លួនមកឬក៏បង្ហាញឲ្យមនុស្សយើងស្គាល់តាមរយៈបុគ្គលត្រាស់ដឹងទៅហើយចឹងហើយបានជាសំបីដែរព្រះពុទ្ធព្រះកតមាប៊ូដានៅនីប៉ាល់នៅឥណ្ឌាហ្នឹងក៏គេចាត់ទុកជាលោកេស្វរៈបាទ Bodhisattva of Compassion ដែរគឺជាលោកេស្វរៈដែលចាប់ជាតម្រងជាមនុស្សជាព្រះសម្មាសម្ពុទ្ធនឹងហើយសម្ដែងធម៌ឃើញទេអញ្ចឹងព្រះពុទ្ធនៅក្នុងមហាយានខុសពីព្រះពុទ្ធនៅក្នុងថេរវាទព្រះពុទ្ធនៅក្នុងថេរវាទយើងគឺជាប់ជាមួយបុគ្គលជាប់មួយបុគ្គលដែលបាទនៅប្រទេសឥណ្ឌាណាបាទមានតែព្រះពុទ្ធនឹងទេប៉ុន្តែមហាយានអត់ទេហើយក៏គេមិនបដិសេធថាព្រះសម្មាសម្ពុទ្ធព្រះកតមាប៊ូដានឹងអត់ត្រាស់ដឹងដែរប៉ុន្តែនៃមហាយានគឺធាតុត្រាស់ដឹងហើយគឺជាព្រះពុទ្ធហើយធាតុត្រាស់ដឹងនេះគឺអាចចាប់តម្រង់បានគ្រប់មិនថាជាព្រះសម្មាសម្ពុទ្ធមិនថាជាព្រះពោធិសត្វបាទមិនថាជាព្រះបាទជ័យប្រមាណទី7អញ្ចឹងនៅក្នុងសម័យកាលរបស់យើងបាទសម័យកាលរបស់យើងហ្នឹងគឺព្រះពោធិសត្វ of compassion ហ្នឹងព្រះដែលជាម្ចាស់នៃលោកីយើងហ្នឹងបានចាប់តម្រង់ជាបុគ្គលបាទជាប្របាទជ័យប្រមាណទី7ហ្នឹងហើយដូច្នេះដោយសារបញ្ញាត្រាស់ដឹងរបស់ព្រះបាទជ័យប្រមាណទី7ទើបព្រះអង្គមានរូបបាយ័នឡើងក្នុងមុខមាត់ព្រះអង្គប៉ុន្តែទ្រង់គ្រឿងជាព្រះពោធិសត្វ of compassion ហ្នឹងហើយបាទយើងឃើញហើយបាយ័នគឺមានមុខ4បាទអញ្ចឹងលោកេស្វរៈឬក៏ Bodhisattva of compassion នៅក្នុងប្រពៃណីមហាយានហ្នឹងក៏គេមានមុខ4ដែរបាទមិនថាមានមុខ4ទេគេមានដៃ1000ណាទៅអញ្ចឹងរចនាបថរបស់លោកេស្វរៈគេអាចធ្វើជាតម្រង់ដៃ4ក៏មានដៃ6ក៏មានបាទប៉ុន្តែនៅក្នុងការកម្ពីរបស់មហាយានគេដៃ1000តំណាងឲ្យអីតំណាងឲ្យបាទសមត្ថភាពនៃការជួយសង្គ្រោះមនុស្សដោយសារ
លោកកេសវរៈជាពោលសិទ្ធបរិស័ទវាអស់ compassion ហ្នឹងហើយបាទបើនៅចិនគេតាំងរូបពលាគង់សុអ៊ីមហ្នឹងហើយបាទហើយដូចគ្នាពលាគង់សុអ៊ីមហ្នឹងយើងឃើញមានក្បាល4មានដៃច្រើនឃើញទេអញ្ចឹងដូចគ្នានៅក្នុងប្រាសាទបាយ័នយើងគឺព្រះអង្គកសាងបាយ័ននឹងឡើងមានក្បាលបាទដូចជា54តំណាងឲ្យ54ខេត្តហើយក្បាល4ហ្នឹងគឺតំណាងឲ្យការផ្សាយ compassion ទៅ4ទិសគ្រប់ទិសបាទមិនមែនបាទតំណាងឲ្យព្រមលិហធម៌ទាំង4ទេបាទសូម្បីតែចំណុចនេះក៏ខ្ញុំមានការយល់ច្រឡំពីមុននោះដែរប៉ុន្តែព្រមលិហធម៌ទាំង4មេត្តាករុណាឧបេក្ខានេះគឺមាននៅក្នុងគម្ពីរបាទបាលីកណូគម្ពីរពុទ្ធសាសនាថេរវាទទេបាទតែអត់មាននៅក្នុងមហាយានទេអញ្ចឹងនៅក្នុងមហាយានគឺគេមានបរិស័ទវាបាទបរិស័ទវាអ compassion គឺជាព្រះបរិស័ទដែលចាប់កំណើតមកលើផែនដីដើម្បីរំដោះផែនដីនឹងហើយសូម្បីតែព្រះសម្មាសម្ពុទ្ធនៅក្នុងមហាយានគឺគេចាត់ទុកថាជាកំណើតរបស់បរិស័ទវាអ compassion នឹងដែរឃើញទេបុគ្គលទាំងអស់បុគ្គលត្រាស់ដឹងទាំងអស់ដែលនៅលើផែនដីហ្នឹងកើតមកដើម្បីរំដោះផែនដីហ្នឹងសុទ្ធតែជាកើតពីក្របពូជរបស់បរិស័ទវាអ compassion ហ្នឹងឃើញទេអញ្ចឹងការត្រាស់ដឹងរបស់មហាយានខុសពីការត្រាស់ដឹងក្នុងថេរវាទការត្រាស់ដឹងរបស់ថេរវាទគេជាប់ជាមួយបុគ្គលក៏តាមប៊ូដានៅឥណ្ឌាក្រៅពីហ្នឹងគឺមិនមានបុគ្គលណាត្រាស់ដឹងទេចំណែកមហាយានគេអត់មើលឃើញប្រពុតបាទបែបហ្នឹងទេបាទយើងដឹងហើយបុគ្គលណាដែលមើលឃើញសច្ចភាពគេហៅថាតថាគតបុគ្គលណាដែលគេមើលឃើញការត្រាស់ដឹងគេហៅថាប្រពុតបាទមិនមែនមានតែប្រពុតតែមួយទេឃើញទេបាទហេតុអីបានជាគេហៅប្រពុតដោយសារអីដោយសារធម្មជាតិប្រពុតហ្នឹងបាទធម្មជាតិប្រពុតធម្មជាតិត្រាស់ដឹងហ្នឹងគឺមានចំពោះមនុស្សគ្រប់គ្នាបាទមនុស្សណាក៏អាចត្រាស់ដឹងខ្លាចជាប្រពុតបានដែរឃើញទេអញ្ចឹងគម្ពីរសាសនានីមួយគេបាទឲ្យតម្លៃការត្រាស់ដឹងគឺខុសគ្នាសាសនាមួយចំនួនគឺឲ្យការត្រាស់ដឹងលើបុគ្គលហើយសាសនាមួយទៀតអត់ឲ្យការត្រាស់ដឹងលើបុគ្គលតែម្នាក់ហ្នឹងទេបុគ្គលណាដែលរកឃើញសច្ចភាពបុគ្គលណាដែលត្រាស់ដឹងគឺបុគ្គលហ្នឹងគឺអាចរកឃើញសច្ចភាពអាហ្នឹងគេហៅថាប្រពុតហើយឃើញទេអញ្ចឹងប្រពុតមានច្រើនបាទដូច្នេះសរុបមកវិញយើងឃើញថាបាទរូបបាយ័ននឹងមិនមែនជារូបព្រំទេបាទអ្នកប្រាជ្ញគេបានវិភាគទៅលើរូបត្រង់គ្រឿងនោះបាទមិនមែនជារូបព្រំទេបាទព្រំគឺមានសរសេរនៅក្នុងពុទ្ធសាសនាថេរវាទបាទតែរូបដែលយើងឃើញនេះយើងដឹងហើយជារូបព្រះបាទជ័យវរ្ម័នខ្លួនឯងតែព្រះអង្គទ្រង់គ្រឿងជាព្រះបទព្រះពុទ្ធគេហៅថាព្រះបរិស័ទនៃ compassion ទៅឬក៏ជាបុគ្គលដែលត្រាស់ដឹងនិយាយទៅនៅក្នុងមហាយានបុគ្គលដែលបាទជាបរិស័ទថ្ម compassion គឺជាបុគ្គលដែលត្រាស់ដឹងគឺជាបុគ្គលដែលត្រាស់ដឹងមកសំបីតែព្រះពុទ្ធព្រះសម្មាសម្ពុទ្ធព្រះកតមបុដានៅក្នុងមហាយានក៏មើលឃើញថាជាបុគ្គលបាទជាបរិស័ទថ្ម compassion ដែលកើតទៅជាបាទប្រពុតហ្នឹងហើយជាបុគ្គលដែលដឹងទៅសច្ចភាព
ហើយបើជួយសង្គ្រោះពិភពលោក